ប្រជាពលរដ្ឋភ័យខ្លាចចាក់ចេញពីផ្ទះសម្បែងទៅសង្ងំតាមវាលស្រែដោយសារទម្ងន់គ្រាប់បែកទម្លាក់ពីយន្តហោះ T-50 របស់កងទ័ពអាកាសយាមនៅភ្នំសំពៅក្នុងស្រុកបាណន់បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃនេះបានឲ្យដឹងថានៅម៉ោង 10:00 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលទៅក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជាស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងនឹងម៉ោង 14:02 នាទីយោធាថៃបានប្រើប្រាស់យន្តហោះ T-50 TA ទម្លាក់ចំនួន1គ្រាប់ចូលភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងនៅក្នុងខេត្តបាត់ដំបងនេះដែរនៅម៉ោង 10:28 នាទីយោធាថៃបានបាញ់ផ្លោងចំនួន26គ្រាប់ចូលភូមិសាស្ត្រឃុំសំពៅលូនស្រុកសំពៅលូនខេត្តបាត់ដំបងក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តច័ន្ទដែងផងដែរបន្ទាប់ពីការឈានពានរបស់យោធាថៃខាងលើបានបណ្ដាលឲ្យប្រជាពលរដ្ឋភ័យខ្លាចចាក់ចេញពីផ្ទះសម្បែងទៅសង្ងំតាមវាលស្រែដោយសារតែទម្ងន់គ្រាប់បែកទម្លាក់ពីយន្តហោះ T-50 របស់កងទ័ពអាកាសយាមរូបភាពវិទ្យុជាតិចំការជែកខេត្តបាត់ដំបងតាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា